ថ្ងៃអន្សាលោកហ៊ុនសែនហ្នឹងវាខិតចិត្តទៅណាពាក្យមួយគេថាធ្វើឲ្យមនុស្សហ្នឹងណាទទួលមរណភាពដោយសេចក្តីពេញចិត្តធ្វើឲ្យមនុស្សហ្នឹងទទួលមរណភាពដោយពេញចិត្តជាជាងធ្វើឲ្យមនុស្សហ្នឹងស្រែកថាអយុត្តិធម៌ណាស់នេះគឺជាស្នៀតមួយដែលយើងមិនចាប់អារម្មណ៍អញ្ចឹងឆ្នាំ25 Cambodia Democracy Act ចេញមកអត់ផាសទេក្រុមហ៊ុនមេធាវីនៅស្រុកអាមេរិកនេះសុនច័ន្ទថុលមកតាក់ទងទៅ30ម៉ឺន50ម៉ឺន1លានគិតលុយហើយសុនច័ន្ទថុលคล้ายទៅជាមនុស្សល្អលោកហ៊ុនសែនប្រើណាអាមេរិកកាំងអង្គុយរាប់ឈ្មោះសុនច័ន្ទថុលកាន់សញ្ជាតិអាមេរិករៀននៅអាមេរិកកាន់ជាតិអាមេរិកណាមានយកលុយមកទុកអាមេរិកទេបើយកលុយល្មមអាមេរិកកាំងអូខេយកលុយ2 billion មកចែកចាយឲ្យក្រុមគ្រួសារសុនច័ន្ទថុលអាមេរិកកាំងអូខេមិនបានអាមេរិកកាំងអូខេ4-10 លានមកអាមេរិកកាំងអូខេមិនបានអូខេលុយហ្នឹងសុនច័ន្ទថុលប្រមូលយកបានពីណាក៏ដោយអាមេរិកកាំងអត់ថាអីទេឲ្យតែយកមកទុកអាមេរិកយក1លានមកអូខេ3 លានមកអូខេ10 លានមកអូខេចែកញាតសន្តានសុនច័ន្ទថុលទិញ property ទិញផ្ទះទិញអីបើកហាងអីអូខេអាមេរិកកាំងធ្វើអីទេ Why ពីព្រោះវាមានប្រយោជន៍ដល់អាមេរិកកាំងលុយនឹងប្រឡាក់ឈាមក៏ដោយបើវាមិន physical បើវាមិនចេញមុខទេអូខេឲ្យចូលថ្ងៃក្រោយអាមេរិកកាំងគេជួបសុនច័ន្ទថុលគេមិនចាំបាច់ជួបក្នុងនាមគេទេគេឲ្យអ្នកដទៃទៅជួបសុនច័ន្ទថុលគេពឹងសុនច័ន្ទថុលឲ្យជួយកិច្ចការគេខ្លះសុនច័ន្ទថុលគាត់ចិត្តស្និទ្ធជាមួយហ៊ុនសែនគាត់ទិញឡានឲ្យតកូលហ៊ុនគាត់រៀបចំស្អីឲ្យតកូលហ៊ុនគាត់ឥឡូវហ្នឹងគាត់ CDC អីអញ្ចឹងចេះធំឡើងសំខាន់ឡើងអញ្ចឹងសុនច័ន្ទថុលក៏ដឹងរឿងច្រើនអញ្ចឹងក៏មានគេមកតាក់ទងសុនច័ន្ទថុលដើម្បីឲ្យសុនច័ន្ទថុលជួយកិច្ចការគេបន្តកសាងសំណុំរឿងតទៅទៀតសុនច័ន្ទថុលសុខសប្បាយរហូតដល់ចំណុចមួយដែលសុនច័ន្ទថុលគាត់បានច្រើនហើយគាត់ឆ្លាតហើយគាត់យល់សាច់រឿងគាត់ថាជួយខ្ញុំផងខ្ញុំសុំតែមករស់ទេអាហ្នឹងក៏គេឲ្យសុនច័ន្ទថុលហ្នឹងលុយកាក់គាត់គេអត់អត់ដិតអត់ដាំងអីទេគេអត់ស៊ើបអង្កេតអីទេគេឲ្យគាត់មករស់ប៉ុន្តែគាត់បំពេញបេសកកម្មឲ្យគេពីមុនមកហើយថែមថយបន្តិចតួចបើត្រឹមត្រូវផាត់គ្នាគេហៅថា plead bargain ណាភាសាអង់គ្លេសគេ plead bargain ណាការដោះដូរក៏សុនច័ន្ទថុលរួចខ្លួនពីព្រោះសុនច័ន្ទថុលគាត់មានជាប់បញ្ហាអីក៏រួចខ្លួនទៅណាតែបើហ៊ុនសែនដឹងហ៊ុនសែនថាហ៊ុនសែនគាត់បេះសុនច័ន្ទថុលចោលមុនឬក៏គាត់លេងសុនច័ន្ទថុលមុនអាហ្នឹងសុនច័ន្ទថុលទៅតាមជោគវាសនាអត្តហេអត្តណោនេថោខ្លួនទីពឹងខោទីពឹងខ្សែក្រវ៉ាត់អត់ខ្សែក្រវ៉ាត់យកខ្សែចងអាហ្នឹងគឺរឿងគេគិតអញ្ចឹងនៅក្នុងនយោបាយគេគិតតែអញ្ចឹងណាគេអត់មានគិតដូចយើងគិតទេគេគិតអញ្ចឹងអនាគតលោកសុនច័ន្ទថុលមានពីរឆ្លាតដឹងពេលដឹងវេលាកាប់លុយឆ្លាតតែអត់ដឹងពេលដឹងវេលាអស់ផ្លោកណាតែបើហ៊ានកន្លងច្បាប់អាមេរិកបញ្ជីខ្មៅហើយបើហ៊ុនសែនដឹងអានឹងបញ្ជីផ្សេងរឿងវាតែអញ្ចឹងទេនយោបាយគេធ្វើតែអញ្ចឹងនឹងឲ្យយល់ចុះលីយ៉ុងផាច់
លីយ៉ុងផាច់គ្រាន់តែជាដុំអាចមួយដុំរបស់សេដ្ឋីនៅស្រុកថៃគោលដៅអាមេរិកកាំងគឺសេដ្ឋីនៅស្រុកថៃនោះទេគោលដៅអាមេរិកកាំងមានពីរកសាងសំណុំរឿងលើលោកហ៊ុនសែនហើយនឹងកសាងសំណុំរឿងលើសេដ្ឋីនៅស្រុកថៃគោលដៅអាមេរិកកាំងមិនមែនដាក់សេដ្ឋីស្រុកថៃក្នុងបញ្ជីខ្មៅទេគឺដាក់នឹមលើសេដ្ឋីស្រុកថៃដើម្បីឲ្យសេដ្ឋីស្រុកថៃធ្វើជាភ្នាក់ងារទាំងពីរដៃម្ខាងបម្រើចិនដៃម្ខាងបម្រើអាមេរិកកាំងបើសេដ្ឋីស្រុកថៃហ្នឹងគាត់បម្រើតែចិនគាត់មិនបម្រើអាមេរិកកាំងបង្កកទ្រព្យសម្បត្តិគាត់នៅអង់គ្លេសនិងបង្កកទ្រព្យសម្បត្តិគាត់នៅឌូបាយណាបង្កកទ្រព្យសម្បត្តិគាត់នៅអង់គ្លេសនិងបង្កកទ្រព្យសម្បត្តិគាត់នៅឌូបាយមានតែទ្រព្យសម្បត្តិរបស់សេដ្ឋីនឹងនៅហុងកុងទេដែលគេអត់បង្កកបានឃើញទេតែអាមេរិកកាំងមិនត្រូវដាក់មិនចង់ដាក់សេដ្ឋីនឹងក្នុងបញ្ជីខ្មៅទេគឺចង់ឲ្យសេដ្ឋីនឹងបម្រើអាមេរិកកាំងមួយចំហៀងនៅពេលជាមួយគ្នាឲ្យសេដ្ឋីនឹងបម្រើចិនមួយចំហៀងភ្នាក់ងារមុខពីរអូខេភ្នាក់ងារមុខពីរដូច្នេះហើយការដែលគេមនុស្សលីយ៉ុងផាត់វាខ្មៅពេកអាមេរិកកាំងប្រើមិនបានទី1វាខ្មៅពេកទី2វាតូចពេកទី3វាល្ងងពេកអាមេរិកកាំងប្រើអត់បានអញ្ចឹងក៏គេដាក់លីយ៉ុងផាត់ហ្នឹងនៅក្នុងបញ្ជីខ្មៅទៅអានោះអញ្ចឹងទេចុះអាមេរិកកាំងដាក់នាយទាហានជើងទឹកដូចជា2នាក់ឯក្នុងបញ្ជីខ្មៅតែដាក់ដើម្បីអីអត់មានដើម្បីអីទេគឺដាក់ដើម្បីឲ្យវៀតណាមប្រើប្រាស់នាយទាហាន2រូបហ្នឹងមានចាំទេនាយទាហានកងទ័ពជើងទឹក CVP 2នាក់ចូលបញ្ជីខ្មៅណាគេដាក់ដើម្បីឲ្យវៀតណាមប្រើប្រាស់វៀតណាមប្រើប្រាស់បងប្អូនទាហើយទាវិនក៏ប៉ុន្តែវៀតណាមត្រូវប្រើប្រាស់អ្នកដទៃទៀតអញ្ចឹងអាមេរិកកាំងដាក់នាយទាហានជើងទឹក CVP 2នាក់ទៀតឲ្យចូលក្នុងបញ្ជីខ្មៅដើម្បីឲ្យវៀតណាមប្រើប្រាស់ចុះហេតុដូចម្ដេចបាទដាក់ពីព្រោះអាមេរិកកាំងមើលឃើញថាចិនចាប់ផ្ដើមរាតត្បាតសមុទ្រជុំសមុទ្រថៃឡែនអញ្ចឹងគេដាក់ឲ្យហើយឃើញអាមេរិកកាំងមើលឆ្ងាយទេណាចំណែកឯទាសៃហាគឺជាក្មេងម្នាក់ដែលអាមេរិកកាំងចូលចិត្តមិនបានចូលចិត្តពីព្រោះតាទាបាញ់គាត់សុកចិត្តសុកកាយបម្រើហ៊ុនសែនហើយគាត់ឥឡូវសុកចិត្តសុកកាយសម្រាប់រីឯកូនប្រុសរបស់គាត់ទាសៃហាថ្មីត្បិតតែរៀននៅបារាំងនៅអីមែនតែអាមេរិកកាំងពេញចិត្តទី1ទាសៃហាមិនសូវជាឧស្សាហ៍ប្រមាណទេការងារត្រូវការពេលវេលាទី2ទាសៃហាមានភរិយាដែលចេះថ្នមប្តីទោះបីថ្នមប្តីនៅខាងក្រៅខាងក្នុងយើងអត់ដឹងទេប៉ុន្តែទាសៃហាមានភរិយាចេះឡង់សេប្តីហើយទាសៃហាជាមនុស្សមិនសូវជាសង្វាតប្រមាណទេត្រូវការពេលវេលាដល់ខ្លួនឯងក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការពារប្រទេសអាមេរិកកាំងចាត់ទុកថាទាសៃហា is a very cute boy អញ្ចឹងទាសៃហាគេអត់មានដាក់នៅក្នុងផ្ទាំងផែនទីគេទេគេទុកឲ្យនៅស្ងៀមអញ្ចឹងទៅហើយណាមួយទៅក្រុមទាសៃហាក៏คล้ายទៅជាអង្គរៈចាត់ចែងកិច្ចការនៅក្រៅប្រទេសពេលលោកហ៊ុនម៉ាណែតធ្វើទស្សនកិច្ចពួកកងទ័ពជើងទឹកជាមួយនឹង
បន្លប់ណាកូនម៉ងសុភ័ណ្ឌវាជាអង្គភាពទទួលបន្ទុកខាងរៀបរយទទួលបន្ទុកខាងនាំមុខនិងទទួលបន្ទុកខាងសន្តិសុខរបស់លោកហ៊ុនម៉ាណែតពេលធ្វើទស្សនកិច្ចនៅបរទេសបើset up ហ្នឹងវា work អញ្ចឹងណាមកចំហៀងតមកទទួលខុសត្រូវទៅមកចំហៀងម៉ងពលក់ទទួលខុសត្រូវទៅអាមេរិកគេពេញចិត្តអានោះអញ្ចឹងគេដឹងរឿងគេម៉ាក់គេដឹងរឿងអញ្ចឹងណាហើយអធិពលរបស់កងទ័ពជើងទឹកនៅលើដីកោះកុងកំពង់សោមកែបកំពតអាមេរិកមានផែនទីឲ្យស្រេចមានផែនទីឲ្យស្រេចដីម្ដុំណាខ្សែតមកតទាតប្រវត្តិមានអធិពលគេមានឲ្យស្រេចគេមានឲ្យស្រេចតែគេអត់មានត្រូវការធ្វើទុកបុកម្នេញទេពីព្រោះការសង្កេតមើលសភាពការនៅក្នុងឈូងសមុទ្រថៃឡង់ណាឈូងសមុទ្រថៃឡង់អូខេគឺជាភារកិច្ចរបស់ Thailand ហើយនិងវៀតណាមផ្កាយរណបនៅលើមេឃមើលមិនច្បាស់ជាងកងទ័ពយួនទេស្ដាប់បានទេឈូងសមុទ្រថៃឡង់អ្នកដែលមើលឃើញច្បាស់ជាងគេគឺកងនាវាថៃហើយនិងកងនាវាវៀតណាមអាមេរិកយកចិត្តទុកដាក់លើសកម្មភាពចិននៅសមុទ្រនៃឈូងសមុទ្រថៃឡង់ត្រឡប់មកលីយ៉ុងផាត់វិញលីយ៉ុងផាត់ជាអាចគោម្ដុំដែលអាមេរិកគេបង្កើតសំណុំរឿងលើលោកហ៊ុនសែនហើយនឹងគេបង្កើតសំណុំរឿងលើសេដ្ឋីម្នាក់នៅថៃឡង់សេដ្ឋីម្នាក់នៅលើថៃឡង់ហ្នឹងគេអត់ដាក់ក្នុងបញ្ជីខ្មៅទេគេចង់ឲ្យសេដ្ឋីហ្នឹងបម្រើគេចំណែកលោកហ៊ុនសែនក៏គេអត់ធ្វើបាបគាត់ដែរគេឲ្យគាត់មានសំណុំរឿងបើថ្ងៃណាមួយភូមិសាស្ត្រនយោបាយវាដូរហើយគាត់ដូរអត់ទាន់គេឲ្យអានអែមធ្វើការលីយ៉ុងផាត់ជាអាចគោនេះគឺជាសេណារីយ៉ូដែលខ្ញុំមើលឃើញណាឥឡូវឆ្លើយនឹងក្មួយបន្តិចតារាឆ្លើយវត្តសិនវត្តថាចេះលីយ៉ុងផាត់លុយច្រើនម្លឹងហើយដឹងទៅរកស៊ីជាមួយនឹងចិនកាស៊ីណូធ្វើអីទៀតដូចកាស៊ីណូឲ្យពួកនឹងមានតែគ្រឿងញៀនជួញដូរមនុស្សវត្តអើយក្មួយឬក៏ចៅអត់យល់ចាំភាកក្រោយទៀតខ្ញុំបន្តប៉ុន្តែខ្ញុំនិយាយប្រាប់ឆ្លើយសិនណាបាទមិនមែនជារឿងលីយ៉ុងផាត់ពេញចិត្តធ្វើឬក៏លីយ៉ុងផាត់មិនពេញចិត្តធ្វើទេខ្ញុំឲ្យឧទាហរណ៍ចៅឯងក្មួយឯងប្អូនឯងបន្តិចថាបើក្មួយឯងប្អូនឯងឬក៏ចៅឯងទៅបម្រើលោកហ៊ុនសែនហើយលោកហ៊ុនសែនប្រាប់ថាអញស្រឡាញ់ឯងណាអញឲ្យឯងកាន់គ្រឿងញៀនប្អូនឯងក្មួយឯងចៅឯងកាន់ទេលោកហ៊ុនសែនក៏ថាអញស្រឡាញ់ឯងណាឥឡូវអញឲ្យឯងធ្វើមេគ្រឿងញៀនវាទៅតែឆ្លើយ yes ដល់ពេលទៅធ្វើមេគ្រឿងញៀនណាប្អូនឯងក្មួយឯងណាចៅឯងហ្នឹងតាក់ទងមួយ FBI EDA តាក់ទងជាមួយនឹងក្រុមស៊ើបការសម្ងាត់និងទប់ស្កាត់គ្រឿងញៀនក្នុងពិភពលោកអីទាំងអស់คล้ายទៅជាអគ្គខាងគ្រឿងញៀននៅកម្ពុជាដល់ពេលហ្នឹងក៏ក្មួយឯងប្អូនឯងចៅឯងហ្នឹងទៅចាប់គ្រឿងញៀនណាងាកទៅចាប់បាត់ដបង
dẹp ta bắt bóng về ọt tranh chấp mất bàn việc mình thơ rê ca oi ta sàn xâm đại hai bộ bắt bóng tranh chấp đương nhiên ọt thơ chắc được vùng xong hàng vùng xong chắc tơm rê ca đại thà chắc không mấy đấy về 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 chăm anh vậy mà biết đó bọn anh sớp đăng thật đương nhiênផលិតនៅកម្ពុជារាប់តោនហើយបងឯងត្រូវការកងប្រតិបត្តិការពិសេសទៅចាប់គ្រឿងញៀនសម្ដេចថាហើយចុះអញឲ្យឯងធ្វើមេគ្រឿងញៀនហ្នឹងឯងត្រូវការពឹងអន្តរក្រសួងឯងត្រូវការពឹង PM អាវុធហត្ថហើយត្រូវការពឹងនគរបាលហើយត្រូវការពឹងប៉ូលីសហើយត្រូវការពឹងអង្គភាពនេះសម្ដេចខ្ញុំពឹងអង្គភាពហ្នឹងប៉ុន្តែអង្គភាពអន្តរក្រសួងហ្នឹងអត់ធ្វើការចឹងចាប់អាមេខ្លោងធំផលិតគ្រឿងញៀនអត់បានចំចាប់សម្ដេចហ៊ុនសែនប្រាប់បងឯងហ្មងអញឲ្យឯងធ្វើគ្រឿងមេគ្រឿងញៀនមិនឲ្យឯងទៅចាប់គ្រឿងញៀនទេណាអញឲ្យឯងធ្វើមេគ្រឿងញៀនឯងធ្វើតែមេគ្រឿងញៀនទៅអញមិនមែនឲ្យឯងហ្នឹងទៅកាន់តបកាន់កម្លាំងចាប់គ្រឿងញៀនទេបងឯងយល់នៅបងឯងក្មួយឯងចៅឯងដែលសួរខ្ញុំណាយល់នៅពេលហ្នឹងបងឯងក៏ដឹងដែរថាសម្ដេចហ៊ុនសែនគាត់គិតយ៉ាងម៉េចហើយឥឡូវបងឯងដើរចេញឬក៏បងឯងនៅរកលៀបសការៈជាមួយលោកហ៊ុនសែនគឺបងឯងអត់ដើរចេញទេបងឯងរឿងអីដែលលោកហ៊ុនសែនឲ្យធ្វើមេគ្រឿងញៀនហើយដើរចេញអញ្ចឹងបងឯងត្រូវផ្លាស់ប្ដូរអរិយាប័ត្រអូលុយគេដែរឬក៏បងឯងត្រូវតែសារលំនៅរឿងហ្នឹងព្រោះដឹងថាសម្ដេចលោកអញ្ចឹងហើយស្ដាប់តន់ទៅបងលីយ៉ុងផាត់ហ្នឹងតាំងបាទទទួលសំណួរពីប្រិយមិត្តដដែលប៉ុន្តែចង់ជម្រាបថាចិនកំពុងតែប្រឹងប្រែងគៀបសង្កត់ទៅលើក្រុមហ៊ុននៅហុងកុងរបស់លីកាសិងក្នុងគោលដៅខឹងសម្បានិងលីកាសិងដែលលក់ប្រតិបត្តិការនៅកំពង់ផែទាំងសងខាងនៃប្រេជីប៉ាណាម៉ាឲ្យក្រុមហ៊ុន Black Rock ការិយាល័យទទួលបន្ទុកកិច្ចការហុងកុងរបស់ទីក្រុងប៉េកាំងបានបញ្ចេញការអំពាវនាវឲ្យក្រុមហ៊ុនចិននៅហុងកុងឈរឲ្យមាំកុំចាញ់ការគៀបសង្កត់របស់សហរដ្ឋអាមេរិកហើយបានស្ដីបន្ទោសដល់ក្រុមហ៊ុន Hutchison CK Hutchison របស់ Lee Ka-sing យ៉ាងខ្លាំងថាមិនការពារផលប្រយោជន៍របស់ជាតិចិនបាទក្រុមហ៊ុន Hutchison Holding set to finalize the deal នឹងបញ្ចប់ការលក់ដូរជាមួយនឹង Black Rock នៅថ្ងៃទី2ខែមេសាឆ្នាំ2025ខែក្រោយនេះប៉េកាំងមិនសប្បាយចិត្តទាល់តែសោះលើការរបូតដៃចេញពីការគ្រប់គ្រងប្រេជីកប៉ាណាម៉ាដោយសាររបូតដៃចេញពីកំពង់ផែ2ដែលជាកំពង់ផែនៅចុងម្ខាងនៃប្រេជីកប៉ាណាម៉ាដែលតភ្ជាប់សមុទ្រប៉ាស៊ីហ្វិកនិងអាត្លង់តិកចំណុចនេះគឺជាចំណុចដែលតោះតែងគ្នាហើយខ្ញុំគ្រាន់តែចង់ជម្រាបថាប្រសិនបើចិនរុករកខ្លាំងចង់កាន់កាប់ប្រេជីកប៉ាណាម៉ាអាមេរិកដាក់តបហើយអាមេរិកមិនអោយប្រេជីកប៉ាណាម៉ាដល់ចិនទេមិនអោយទេដាក់តបបាទដាក់តបហើយចិនហ៊ានហក់ច្បាំងដែរដៃម្ដុំហ្នឹងអាមេរិកមិនព្រមទេបាទដូចរុស្ស៊ីវាវាយយូក្រែនអញ្ចឹងសម្រាប់ផ្ទះវាបាទសាលិបផុងក្នុងនាមជាមេដឹកនាំប្រទេសមួយបើសិនមានចៅហ្វាយនយោបាយចង់ឲ្យស្រុកប្រទេសមានបញ្ហាតើយើងអាចបញ្ជាចូលអន្តៈតាមចៅហ្វាយបានឬទេដំបូងត្រូវយល់ថាស្អីទៅចៅហ្វាយសិន
đại cháu số cháu sẽ lập ở toàn vô cho bài vẫn không prăng vô Campuchia nè na can âmใน Campuchia anh đi vô Campuchia mà giấy hay là giấy về rồi sao Campuchia nè na đại thừa ở âm Campuchia nè na can âmใน Campuchia nè đại can âmใน Campuchia คือអង្គការមួយឈ្មោះថា CPP ឥឡូវកលេសមើលប៉ាណាម៉ាតើរដ្ឋាភិបាលប៉ាណាម៉ាដែលទៅនិយាយមិញណាតើរដ្ឋាភិបាលប៉ាណាម៉ាណាតើរដ្ឋាភិបាលប៉ាណាម៉ាដែលដឹកនាំដោយប្រធានាធិបតីហូសេរ៉ាអ៊ូលម៉ូលីណូគាត់ដឹកនាំប្រទេសហ្នឹងប៉ាណាម៉ាឯករាជ្យទេប៉ាណាម៉ាក្នុងនាមជាប្រទេសមួយគេសន្មតថាជាប្រទេសឯករាជ្យក៏ប៉ុន្តែនយោបាយការបរទេសនយោបាយសេដ្ឋកិច្ចរបស់ប៉ាណាម៉ាគឺត្រូវតែអនុលោមតាមអាមេរិកនៅក្នុងសម័យថ្ងៃមួយអូខេនៅក្នុងសម័យថ្ងៃមួយនៅក្នុងសម័យថ្ងៃមួយប្រធានាធិបតីប៉ាណាម៉ាឈ្មោះខ្ញុំចង់ភ្លេចហើយណាឈ្មោះNoriega អញ្ចឹងបាទនៅក្នុងសម័យថ្ងៃមួយប្រទេសប៉ាណាម៉ាមានប្រធានាធិបតីណាបើតាមខ្ញុំសំទោសខ្ញុំនឹងហៅបញ្ជាក់ច្បាស់ថែមទៀតគឺមានប្រធានាធិបតីមួយឈ្មោះNoriegaអញ្ចឹងអបិហ្នឹងពីដើមឡើយបាទអបិហ្នឹងពីដើមឡើយអាហ្នឹងអបិហ្នឹងឈ្មោះManuel Noriega វាជាប្រធានាធិបតីរបស់ប៉ាណាម៉ាដែល Manuel ឧត្តមសេនីយ៍ Manuel Noriega នោះពេលគាត់ចូលកាន់កាប់រដ្ឋាភិបាលប៉ាណាម៉ាណាពេលដែលគាត់ចូលរដ្ឋាភិបាលប៉ាណាម៉ាហ្នឹងឧត្តមសេនីយ៍ Manuel Noriega ហ្នឹងគឺជាអ្នកជិតស្និទ្ធជាមួយអង្គការ CIA អាមេរិកនៅឆ្នាំ1983ឧត្តមសេនីយ៍ Manuel Noriega បានចូលកាន់កាប់រដ្ឋាភិបាលប៉ាណាម៉ាក្រោយពីបានចូលកាន់កាប់រដ្ឋាភិបាលកាលដែលគាត់នៅជាមេតបប៉ាណាម៉ាគាត់បម្រើ CIA ទេតែដល់ពេលគាត់ឡើងធ្វើប្រធានាធិបតីនយោបាយរបស់គាត់មានការប្រែប្រួលនៅពេលហ្នឹងអាមេរិកក៏ចាប់ផ្ដើមគៀបសង្កត់លើគាត់ដល់គៀបសង្កត់លើគាត់ទៅអាមេរិកក៏ដាក់បទចោទថាឧត្តមសេនីយ៍ Manuel Noriega ជាប់ពាក់ព័ន្ធនឹងចរាចរណ៍គ្រឿងញៀនការលាងលុយក្រខ្វក់និងរំលោភសិទ្ធិមនុស្សសំណួរសួរថាតើចរាចរណ៍គ្រឿងញៀន Noriega មានពាក់ព័ន្ធទេពាក់ព័ន្ធប្រទេសប៉ាណាម៉ាមិនដែលស្អាតពីគ្រឿងញៀនទេមូលហេតុអីបានមិនស្អាតប្រទេសទាំងអស់នៅអាមេរិកខាងត្បូងប្រទេសទាំងអស់គ្មានប្រទេសណាមួយស្អាតពីគ្រឿងញៀនទេពីព្រោះអីខាងត្បូងអាមេរិកមានប្រទេសមេហ៊ីកូបន្ទាប់មកគឺដីសណ្ដោចូលទៅទ្វីបអាមេរិកខាងត្បូងប្រទេសទាំងអស់នៅក្នុងអាមេរិកខាងត្បូងគឺជាប្រទេសដែលដិតដាមដោយគ្រឿងញៀនណារយៈយ៉ាងកុំចាប់អារម្មណ៍រឿងហ្នឹងកូនណាអូខេណាកាលណាកូនឯងមកមើល show ហើយតាឆ្លើយកូនឯងអាហ្នឹងតាមែនតើណាកូនអូខេដូច្នេះឲ្យឈប់ពេលតែកូនឯងមើលហើយកូនឯងនិយាយបានអាហ្នឹងមែនតើណាពេលណាកូនឯងនិយាយទៅគេអត់ឆ្លើយអាហ្នឹងមែនតាទេអូខេណាអញ្ចឹងកុំលើកមកទៀតងាយយល់ណាកូនកុំលើកមកទៀតកុំខានតាទុកឲ្យតាយកចិត្តទុកដាក់និយាយឲ្យស្ដាប់វិញណាចឹងក្រោយពីឆ្នាំ1983ឧត្តមសេនីយ៍ Manuel Noriega បានចូលកាន់កាប់អំណាចនៅប្រទេសប៉ាណាម៉ាហើយនយោបាយប្រែប្រួលការពាក់ព័ន្ធនឹងចរាចរណ៍គ្រឿងញៀនប៉ាណាម៉ាតាំងពីណាពីដីមករហូតដល់ថ្ងៃនេះគឺតែងតែពាក់ព័ន្ធគ្រឿងញៀនចុះបើពាក់ព័ន្ធគ្រឿងញៀនចរាចរណ៍លុយក៏ខ្វក់ទេខ្ញុំសុំសួរប្រទេសដែលពាក់ព័ន្ធគ្រឿងញៀនចរាចរណ៍លុយក៏ខ្វក់ទេ yes or no កូនក្មួយកូនចៅឆ្លើយតិចមើលប្រទេសដែលមានចរាចរណ៍គ្រឿងញៀនតាក់ទងនឹងលុយក៏ខ្វក់ទេ yes or no គឺ yes
ចុះបើតាក់ទងនឹងគ្រឿងញៀនហើយនឹងលុយកខ្វក់តើតាក់ទងនឹងសិទ្ធិមនុស្សទេ yes or no វាតាក់ទងនឹងសិទ្ធិមនុស្សវាតែងតែតាក់ទងសិទ្ធិមនុស្សហើយឥឡូវឲ្យឧទាហរណ៍ទេណាតើកម្ពុជាជាប្រទេសដែលមានចរាចរណ៍គ្រឿងញៀនទេ yes or no យើងក៏ដឹងដែរថា yes ចុះបើកម្ពុជាចរាចរណ៍គ្រឿងញៀនតើចរាចរណ៍លុយកខ្វក់ទេ yes or no yes ចុះបើចរាចរណ៍គ្រឿងញៀនហើយចរាចរណ៍លុយកខ្វក់មានប៉ះពាល់សិទ្ធិមនុស្សទេ yes ប៉ះពាល់សិទ្ធិមនុស្សវាគេចអត់រួចទេអូខេអញ្ចឹងកុំឲ្យបាត់ដានត្រឡប់ទៅប៉ាណាម៉ាវិញឧត្តមសេនីយ៍ Manuel Noriega នៃប៉ាណាម៉ាវាបម្រើ CIA ទេនៅក្នុងសង្គ្រាមត្រជាក់សម័យសង្គ្រាមត្រជាក់ឧត្តមសេនីយ៍នៅអាមេរិកខាងត្បូងឧត្តមសេនីយ៍ Argentina ឧត្តមសេនីយ៍ Brazil ឧត្តមសេនីយ៍ Peruvian ឧត្តមសេនីយ៍ Guatemalan El Salvadoran ឧត្តមសេនីយ៍Guyana ឧត្តមសេនីយ៍ Panamanian ឧត្តមសេនីយ៍ទាំងអស់នៅអាមេរិកខាងត្បូងសុទ្ធតែមានការពាក់ព័ន្ធជាមួយអង្គការ CIA ដល់បានទេដូច្នេះហើយនៅពេលដែលឧត្តមសេនីយ៍អស់ហ្នឹងបម្រើ CIA ក្នុងសង្គ្រាមត្រជាក់ណាខ្ញុំសួរទៅវិញ CIA ចរាចរណ៍គ្រឿងញៀនទេសួរចេះវិញតើនៅក្នុងសង្គ្រាមត្រជាក់អង្គការ CIA ចរាចរណ៍គ្រឿងញៀនទេ yes or no yes ហើយចុះអង្គការ KGB អង្គការ KGB ចរាចរណ៍គ្រឿងញៀនទេណាអង្គការ KGB អង្គការសូវៀតចរាចរណ៍គ្រឿងញៀនទេ yes or no អត់មានវាយ yes ទេខ្លួនឯងសុចតែអីតិចណាអូខេហើយចុះចិនឥឡូវអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេណាអង្គការណាអង្គការចារកិច្ចចិនចរាចរណ៍គ្រឿងញៀនទេ yes សូមបញ្ជាក់ថាអង្គការចារកិច្ចប្រទេសធំនិងប្រទេសតូចទាំងអស់ក្នុងពិភពលោកឲ្យតែឈ្មោះថាអង្គការចារកិច្ចធ្វើឃាតកម្មទេ yes ធ្វើឃាតកម្មទេ yes កសាងចលនារដ្ឋប្រហារទេ yes ផ្ដួលរំលំរដ្ឋាភិបាលណាមួយទេ yes រត់ពន្ធអាវុធខុសច្បាប់ទេ yes ចរាចរណ៍គ្រឿងញៀនទេ yes លាងលុយកខ្វក់ទេ yes ខ្សែគប់ជាមួយក្រុមចៅទេ yes ពីព្រោះបើមិន yes ទេគេមិនធ្វើចារកម្មបានណាអូខេឥឡូវត្រឡប់ទៅឧត្តមសេនីយ៍ Manuel Noriega វិញព្រោះសួររឿងច្បាយទេច្បាយគាត់ជាអ្នកណាច្បាយ Noriega គឺ CIA នៅពេលដែលគាត់ឡើងកាន់តំណែងនៅឆ្នាំ1983គាត់ផ្លាស់ប្ដូរនយោបាយនៅពេលដែលគាត់ផ្លាស់ប្ដូរនយោបាយអាមេរិកគៀបគាត់ថាគាត់នឹង drug trafficking money laundering and human rights violations ដល់ឆ្នាំ1989អាមេរិកវាយប៉ាណាម៉ាឆ្នាំ1989អាមេរិកបានវាយប្រទេសកាណាដាក្នុងកិច្ចប្រតិបត្តិការមួយគេហៅថាកិច្ចប្រតិបត្តិការមូលហេតុយុត្តិធម៌គេហៅថា Operation Just Cause a military invasion to depose Noriega គឺទៅផ្ដួល Noriega តែម្ដងអូខេហើយក៏អនុញ្ញាតឲ្យមានអ្វីដែលគេហៅថារដ្ឋាភិបាលប្រជាធិបតេយ្យអូខេក្រោយពីគេបានចាប់ Noriega យកមកដាក់គុកនៅអាមេរិកហើយអាមេរិករៀបប្រទេសកាណាដាឲ្យមានការបោះឆ្នោតប្រធានាធិបតីហើយតើប៉ាណាម៉ានៅចរាចរណ៍គ្រឿងញៀនទេ yes លាងលុយកខ្វក់ទេ yes ប៉ះពាល់សិទ្ធិមនុស្សទេ yes រហូតដល់ថ្ងៃនេះនៅដដែលដល់បាននេះមិនបាននៅដដែលប្រទេសទាំងអស់នៅខាងត្បូងអាមេរិករបបរុស្ស៊ីអត់ដូរទេមុខរបររុស្ស៊ីរបស់ប្រទេសនៅខាងត្បូងនៅអាមេរិកខាងត្បូងអត់តែដូរទេអញ្ចឹងសួរថាមិនដាច់បានមិនដូរការកសាងតំបន់ហ្នឹងគឺអញ្ចឹងណាប៉ាណាម៉ាបានខ្ញុំណាប៉ាណាម៉ាខ្ញុំនិយាយខុសណាខ្ញុំនិយាយពីប៉ាណាម៉ាអញ្ចឹងអត់ដូរទេឥឡូវនេះប្រធានាធិបតីណាឥឡូវនេះប្រធានាធិបតីប៉ាណាម៉ាប្រធានាធិបតីប៉ាណាម៉ាតើគាត់នៅក្រោមឥទ្ធិពលអ្នកណាគាត់រកស៊ីជាមួយចិន
ចិនមកលួងលោមគាត់បកកើតក្បាត់ផ្លូវតែគាត់ដឹងច្បាស់ថាអ្នកណាផ្ដួលគាត់បានអ្នកដែលផ្ដួលគាត់បានគឺចៅគាំងរីឯចិនអត់ផ្ដួលគាត់បានទេអ្នកដែលផ្ដួលគាត់បានគឺចៅគាំងហើយមិនបានគាត់ដឹងថាច្បាយធំនៅចៅគាំងច្បាយខាងជើងនេះផ្ដួលបាទពីព្រោះនៅក្នុងប្រវត្តិប្រទេសគាត់គឺគាត់នៅក្រោមចៅគាំងដល់បានទេឥឡូវត្រឡប់ទៅកម្ពុជាវិញព្រាយស្រោមសបុតវាឡើងកាន់អំណាចបានទេវាកើត10ជាតិទៀតឬក៏1000ជាតិទៀតឬក៏3000ជាតិទៀតក៏វាឡើងកាន់អំណាចអត់បានដែរមិនបានឡើងកាន់អំណាចបានពីព្រោះច្បាយអត់ឲ្យវាឡើងច្បាយអត់ឲ្យវាឡើងទេវានាំប្រពន្ធវាទៅក្រាបសំពះច្បាយមិនឲ្យវាទេអត់តទេ